ដល់កអ្នកនរគ្នាថ្ងៃអាទិត្យកម្រង plan ច្រើនមែនតើឥឡូវមានអីអំបិលបាស្ពៃមានអីបើមេឃថ្ងៃអាទិត្យគឺខ្មៅងឹតបែបនេះអ្នកនរគ្នាឥឡូវយើងបដូរ plan មកដើរលេងនៅចិត្តផ្ទះវិញនេះគឺជាកាហ្វេដងព្រៃអ្នកនរគ្នាខ្ញុំធ្លាប់មកដូចជា2ដងដែរប៉ុន្តែដូចជាធ្លាប់ថតបានម្ដងឥឡូវយើងមកដល់ទីតាំងហើយអ្នកនរគ្នាអារម្មណ៍មិនដែរថ្ងៃហ្នឹងចង់និយាយថាអែមមកដើរអីដើរសំខាន់នេះសើមជោគអស់ហើយតស៊ូអីជាបើថាអ្នកម្ដាយប្រើបើថាដើរលេងមិនបាច់ចាំកັບសេរីទីអរគុណវិទ្យ Oh my god wow កន្លែងនេះគឺកន្លែងគេអង្គុយលេងអីអ្នកនរគ្នាហើយថ្ងៃនេះដោយសារមេឃភ្លៀងមកដល់គឺមេឃភ្លៀងហ្មងហើយសំខាន់មនុស្សច្រើនដែលបានឃើញអញ្ចឹងឡានគឺថ្ងៃនេះមនុស្សច្រើនហ្មងព្រោះថ្ងៃអាទិត្យងាកមើលទៀតអាចឈួតកុំងាកមកស្អាតហើយឯងតារាល្បីចុយម៉ែមើលនេះល្បីចុយម៉ែល្បីហើយមើលបានហើយឈួតឡេះធ្លាក់ទឹកចុយម៉ែឡើយមើលប្រៃប្រឹក្សាOh my god wow beautiful girl ទឹកដៃគីឡូកាយមិនដែលលេងដូចខ្លាំងទេហើយនៅនោះអ្នកនរគ្នាមានកាហ្វេមានអី drink អីមួយចំនួនចឹងទៅហើយយើងបើក៏បានទិញកាហ្វេទិញអីផឹកចឹងណាអ្នកនរគ្នាឥឡូវនេះជាបរិយាកាសដែលនៅជុំវិញឡៃហ្នឹងអូខេដូចអ្នកទាំងអស់គ្នាបានឃើញចឹងឥឡូវយើងមកដល់ទីតាំងដោយសារវាមេឃភ្លៀងយើងមកទាំងភ្លៀងឥឡូវយើងមកដល់ហើយតស៊ូមែនតើអ្នកនរគ្នាដោយសារយើងមកនេះគឺបរិយាកាស vibe គឺល្អមែនតើភ្លៀងហើយរាំងចឹងទៅគឺ everything គឺខៀវហ្មងអ្នកនរគ្នាអូខេអ្នកនរគ្នាឥឡូវយើងមកដល់កន្លែងដងព្រែកនេះគឺខ្ញុំមក 3-4 ដងអ្នកនរគ្នាមករត់ដងគឺអត់ដែរ fail ទេដោយសារវគ្គនេះមករឿងភ្លៀងណាមួយខែភាសាហងអ្នកនរគ្នាប៉ុន្តែដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺមានភ្ញៀវទេសចរគេមកលេងច្រើនទោះថ្ងៃអាទិត្យឬក៏មានភ្លៀងក៏ដោយហើយនៅនេះអ្នកទាំងអស់គ្នាខ្ញុំមក 3-4 ដងដោយសារបរិយាកាសនៅកន្លែងនេះគឺវាស្អាតភាគច្រើនគឺវាមានដងព្រែកមានដើមចាស់អីធម្មជាតិច្រើនអញ្ចឹងណាអូខេអ្នកទាំងអស់គ្នា